បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ដែលចូលចិត្តជីវិតនៃការចិញ្ចឹមសត្វមាន់ដូចខ្ញុំបាទពេលនេះខ្ញុំសូមធ្វើការចែកបទពិសោធន៍ខ្លះៗនៃការចិញ្ចឹមមាន់របស់ខ្ញុំជូនបងប្អូនទាំងអស់គ្នាទុកពីការជាមេរៀនដែលចូលចិត្តចិញ្ចឹមមាន់បាទសម្រាប់ការចិញ្ចឹមមាន់របស់ខ្ញុំគឺចាប់ផ្ដើមពីមាន់មួយគូមាន់មួយគូហើយតែមេមួយឈ្មោលមួយទេរហូតដល់ឥឡូវនេះខ្លាយទៅជាមាន់ចុង100ក្បាលនៅក្នុងក្រោយផ្ទះរបស់ខ្ញុំនេះគឺចិញ្ចឹមលក្ខណៈធម្មជាតិគឺអត់មានផ្ដល់ថ្នាំកសិកម្មសម្រាប់ឲ្យមាន់ទេដូចឃើញស្រាប់ហ្នឹងគឺផ្លែចេកបាទអញ្ចឹងគឺស៊ីផ្លែចេកបាទមានបន្លែស្ពៃមានផ្ទួនមានកាកសំណល់ចេះបាយគឺផ្ដល់ឲ្យមាន់ជារៀងរាល់ថ្ងៃបងប្អូនដែលចង់បានមាន់ឲ្យឆាប់បានច្រើនបាទពេលដែលមាន់ចាប់ផ្ដើមកងដែលវិញ្ញាស់ដែលមានកូនហើយដែលវិញ្ញាស់ហើយកុំឲ្យមេវាបដើកូនបងប្អូនណាពេលដែលមាន់ញាស់មួយក្បាលអញ្ចឹងយើងយកកូនចេញមួយក្បាលហើយកូនដែលយើងយកចេញពីមេវាគឺយើងយកទៅដាក់នៅក្នុងកេះនៅក្នុងឡាំងតែមានកម្ដៅដែលយើងទិញពូកម្ដៅដាក់ឲ្យវាក្ដៅដោតភ្លើងឲ្យវាកម្ដៅពីរាល់ថ្ងៃទៅចឹងមាន់មេមាន់គឺអត់ត្រូវការបដាកូនមាន់ដែលវាញាស់ទេបាទហើយធ្វើបែបនេះមេមាន់នឹងឆាប់បានបង្កាត់ពូជបន្តទៀតលឿនបាទលឿនជាងធម្មតាពេលណាដែលយើងឲ្យមេមាន់បដាកូនតាមលក្ខណៈធម្មជាតិចឹងតម្រាំដល់កូនធំវាចំណាយពេលយូរទៅវាមេមាន់ហ្នឹងវាចាប់ផ្ដើមបង្កាត់ពូជបន្តទៅទៀតសម្រាប់រាល់ថ្ងៃនេះឈ្មោលដែលទុកបង្កាត់ពូជសម្រាប់ខ្ញុំគឺមានតែ3ក្បាលទេបាទមានតែ3ក្បាលនេះគឺពូជក្បាលនេះបាទហើយសម្រាប់មេបាទគឺយើងទុកបាន5 6ក្បាលអញ្ចឹងវាពងជារៀងរាល់ថ្ងៃបាទពងមាន់គឺពងរាល់ថ្ងៃអាហាររបស់មាន់ដែលខ្ញុំតែដាក់ឲ្យវារាល់ថ្ងៃចេកបាទចេកទុំយើងមិនថ្លៃទេបាទបងប្អូនមួយស្និតតែ500យើងអាចបន្ទុំឲ្យវាទុកឲ្យវាស៊ីបានហើយបើយើងមានចំការចេកខ្លួនឯងរត់តែពិសេសផ្លែចេកដើមចេកយើងអាចហាន់បុកលីទុកឲ្យវាស៊ីក៏បានដែរនេះជាមេមាន់បាទមេមាន់ពូជដែលខ្ញុំទុកបង្កាត់ពូជរាល់ថ្ងៃចឹងសម្រាប់អ្នកបងប្អូនដែលចូលចិត្តធ្វើYouTube បាទចូលចិត្តបង្កើតមាតិកាបង្ហោះក្នុង YouTube យើងអាចសម្លឹងមើលបរិស្ថានជុំវិញផ្ទះរបស់យើងដែលយើងអាចថតឲ្យបានខ្លះបងប្អូនចិញ្ចឹមមាន់ថតពីការចិញ្ចឹមមាន់ពីសាសចិញ្ចឹមមាន់ទៅបាទ
ដាំបន្លែបែបផ្ទះបាទចិញ្ចឹមសត្វអីផ្សេងមានគោមានក្របីវិធីសាស្ត្រច្រើនណាយើងអាចថតផុសក្នុង YouTube បានការលក់អីវ៉ាន់ចាប់ភួយនៅក្នុងផ្ទះក៏ជា content សម្រាប់តែយើងថតបង្កើតជាវីដេអូសម្រាប់ផុសក្នុង YouTube បានហើយនៅក្នុងឆ្នាំថ្មីនេះបងប្អូនណាឆ្នាំ2026ហើយកុំទុកពេលវេលាឲ្យទំនេរទៅដល់យើងមិនបានធ្វើអីសោះអញ្ចឹងយើងត្រូវបង្កើតមុខរបរបន្ថែមម៉ោងតាមរយៈការធ្វើវីដេអូផុសក្នុង YouTube ជារៀងរាល់ថ្ងៃមួយថ្ងៃបានម្ដងឬក៏មួយសប្តាហ៍ឲ្យបានវីដេអូមួយក៏បានដែរយូរទៅយើងនឹងមានវីដេអូនៅក្នុង channel យើងច្រើនពេលណាវីដេអូយើងចាប់ផ្ដើមផ្ទុះគ្រប់គោលការណ៍គ្រប់ subscribe គ្រប់ម៉ោងក្រុមហ៊ុន YouTube នឹងអនុញ្ញាតឲ្យយើងរកលុយហើយយើងនឹងមានចំណូលប្រចាំខែពី YouTube